ថ្ងៃនេះអូនបានទទួលអតិថិជនម្នាក់ដែលម៉ាក់ប្អូនគាត់បានកក់បុកខេញធ្វើចិញ្ចើមឲ្យប្អូនកាលពី3ថ្ងៃមុនព្រោះគាត់គឺជាអតិថិជនចាស់ដែលគាត់បានធ្វើចិញ្ចើមនៅហាងអូនជិត4ឆ្នាំហើយចិញ្ចើមនៅជាប់ពណ៌ស្អាតហើយអញ្ចឹងគាត់ចង់ឲ្យកូនគាត់មកធ្វើចិញ្ចើមនៅកន្លែងអូនដែរពេលដែលប្អូនស្រីគាត់មកដល់គាត់កំងធ្វើសរសៃ100%ក៏ប៉ុន្តែមុនដែលរៀបចំធ្វើជូនអតិថិជនខាងអូននឹងពិនិត្យមើលស្បែកមុខគាត់សិនតើស្បែកគាត់អាចនឹងបាក់សរសៃ100%បានឬក៏អត់ចឹងពេលដែលបានពិនិត្យហើយស្បែកមុខប្អូនមានមុនច្រើនថែមទាំងហ៊ុនញក់ធំជាពិសេសនៅលើចិញ្ចើមចាមុនកប់ច្រើនហើយខ្លាញ់ក៏ច្រើនហើយស្បែកឆាប់អាឡែហ្ស៊ីប៉ះតាន់ទីទៅក្រហមឲ្យបងអញ្ចឹងអូន recommend ឲ្យប្អូនគាត់ប៉ះកូននឹងផ្លុំចង់មិនជាប់ស្អាតបើកាលណាស្បែកមានបញ្ហាទាំងអស់ហ្នឹងមិនអាចប៉ះសរសៃបានស្អាតទេបងចាបើកាលណាប៉ះសរសៃវានឹងដាច់សរសៃថែមទាំង2ទៅ13ខែបែកទឹកថ្នាំពណ៌ក៏អត់ស្អាតហើយសរសៃក៏ដាច់ដុំមើលទៅអត់ស្អាតទេបងអញ្ចឹងបងអូនស្រីគាត់ក៏តាមចិត្តអ្វីថាយើង recommend ជូនគាត់អញ្ចឹងណា